តោះបងប្អូនអ៊ំពូមីងទាំងអស់គ្នានេះមកមើលការដាំបន្លែមួយប្រភេទដែលជាប្រភេទបន្លែជំនួយដល់សុខភាពខ្លាំងការដាំគឺយើងប្រើប្រភេទដីដាំសរីរាង្គនៅខាងទំព័រភេទរៀនដាំយើងផ្ទាល់តែម្ដងសម្រាប់រងនេះគឺយើងដាំដំណាំច្រើនវគ្គហើយបងប្អូនដូច្នេះវាមានលបាយអាចដីខ្លះគ្រាន់តែបន្ថែមដីដាំសរីរាង្គចំនួន2 3បូករួមជាមួយនឹងជីគោកខ្លះកាប់ដីត្រឡប់ឲ្យសព្វទៅបងប្អូនអាចយកកូនដំណាំយកមកដាំបានហើយក្នុងរងនេះគឺខ្ញុំជ្រើសរើសកូនស្ពៃក្តោបបូករួមជាមួយនឹងកូនដំណាំខែដំណាំមួយប្រភេទនេះហើយដែលខ្ញុំចង់ណែនាំជូនបងប្អូនឲ្យមានដាំនៅផ្ទះព្រោះវាមានគុណប្រយោជន៍ច្រើនមែនទែនដល់សុខភាពហើយបងប្អូនអាចដាំនៅលើផើងបាន4 5ផើង4 10ផើងឬរៀបចំរងដោយតែខ្ញុំបានបង្ហាញនេះក៏បានដែរឥឡូវនេះគឺយើងចាប់ផ្ដើមដាក់ដាំកូនដំណាំយើងហើយក្នុងនេះខ្ញុំដាំដល់ទៅ3ពូជមានពូជស្ពៃក្តោបនិងខែលស្លឹករួញនិងខែលស្លឹកត្រង់សម្រាប់ខ្នាតកូនបន្លែធំបែបនេះគឺស្រួលដាំមែនទែនបងប្អូនព្រោះវាផើងធំស្រាប់ណាមួយដោយសារលបាយដីដាំសរីរាង្គរបស់យើងក៏វាមានគុណភាពល្អទៅសោះបានល្អដែរវាមានភាពងាយស្រួលក្នុងការដាក់ដាំកូនដំណាំអំបូរខែលនេះបើយើងដាក់ដាំហើយថែទាំបានដិតដល់ល្អយើងកាច់តែធៀងវាទេបងប្អូនប្រមូលផលបានជិត2ឆ្នាំហើយនោះហើយដំណាំនេះគឺវាមានជាតិសរសៃច្រើននិយាយរួមគឺវាជំនួយដល់សុខភាពច្រើនមែនទែនមានពេលខ្ញុំនឹងចេញវីដេអូរៀបរាប់ពីគុណប្រយោជន៍នៃដំណាំមួយនេះហើយបើសិនជាបងប្អូនកំពុងទស្សនាវីដេអូនេះចាប់អារម្មណ៍ចង់បានពូជប្រភេទកូនខែលនេះឥឡូវនេះនៅទំព័រភេករៀនដាំគឺមានស្តុកស្រាប់តែម្ដងគឺថែទាំនិងបណ្ដុះចេញពីភេករៀនដាំផ្ទាល់តែម្ដងបើសិនជាបងប្អូនត្រូវការអាចធ្វើការកម្មង់បាន